សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកកាន់ការវិភាគសាច់រឿងម្ចាស់ស្នេហ៍ប្រាណបេដងភាគទី23ទាំងអស់គ្នាអ្នកគ្នាអាចទៅរករឿងម្ចាស់ស្នេហ៍ប្រាណបេដងភាគទី22នៅក្នុង Channel YouTube The Troll Cambodia បានតែខ្ញុំសង្កេតទៅគឺថា Channel YouTube The Troll Cambodia គឺថាគាត់ផុសមួយថ្ងៃចន្លោះមួយថ្ងៃអញ្ចឹងមានថាគាត់ផុសថ្ងៃនេះថ្ងៃស្អែកគាត់ផុសឲ្យអ្នកទាំងអស់គ្នាមុននឹងចូលការវិភាគសាច់រឿងម្ចាស់ស្នេហ៍ប្រាណបេដងភាគទី23ឥឡូវយើងមកសង្កេតតួអង្គសាច់រឿងភាគទី22ទាំងអស់គ្នាគឺថាភាគមុនគឺល្អមែនតើគឺថាចាជីគាត់បានទៅអុកលោកកន្លែងចែម៉ាលីគាត់កំពុងតឡាយទៅគាត់ក៏ fan គាត់ឲ្យចែម៉ាលីវាយចាជីតែចាជីគាត់ចង់វាយចែម៉ាលីមុនធ្វើឲ្យចែម៉ាលីគាត់វាយចាជីវិញតដៃភ្លាមតែម្ដងហើយបងឆាយក៏គាត់បានប្រើម៉ាស៊ីនឆក់បងបើតែម៉ាស៊ីនឆក់គាត់ហ្នឹងដូច7មិនទេអ្នកទាំងអស់គ្នាគឺថាបងឆាយគាត់មានបំណងចង់សម្លាប់បងបើបបិទមាត់គឺថាគាត់ឆក់រួចគាត់ទម្លាក់បងបើហ្នឹងទម្លាក់ចូលក្នុងទឹកតែម្ដងតែជាអកុសលបងបើគាត់អត់បានស្លាប់ទេអ្នកទាំងអស់គ្នាកាត់មិនដល់ត្រង់កន្លែងប៉ាជីវិញគឺថាបងឆាយយកលុយចំនួន$10,000យកទៅឲ្យប៉ាជីតែម្ដងហើយគាត់ក៏មិនបានសួរដេញដោលបងឆាយច្រើនដែរតែចាជីគាត់ជាអ្នកឆ្ងល់វិញថាគាត់ឲ្យលុយបងឆាយតែ$7,000នេះតែហេតុអីបងឆាយហ្នឹងគាត់បានលុយ$10,000ហ្នឹងមកពីណាឥឡូវយើងមានសំណួរមួយនឹងចោទសួរអ្នកគ្នានៅក្នុងវីដេអូនៅចុងសាច់រឿងគេបានបង្ហាញឃើញថាអាបតវាមិនតាន់មកស្លាប់ទេព្រមទាំងគុំគួនទៅលើបងឆាយថែមទៀតផងអញ្ចឹងភាគក្រោយប្រកាសជាមានរឿងល្អមើលជាច្រើនកើតឡើងឯអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំមានសំណួរខ្លះៗឲ្យអ្នកទាំងគ្នាជួយឆ្លើយក្នុង comment តិចមកតើភាគក្រោយក្រុមបងឆាយជាមួយនឹងចាជីនឹងមានរឿងអីធ្វើដាក់ចែម៉ាលីទៀតដល់អ្នកទាំងអស់គ្នាចំណែកឯប៉ាចាជីវិញគាត់អាចនឹងដឹងទេថាចាជីលួចលុយគាត់ចំនួន$70,000យកទៅឲ្យបងឆាយតើបងបើនឹងធ្វើអ្វីដាក់បងឆាយពេលគាត់ងើបពីទឹកហ្នឹងគឺថាគាត់ពិតជាមានគុំគួនទៅលើបងឆាយដែលបងឆាយរួចសម្រាប់គាត់នៅពីក្រោយខ្នងអញ្ចឹងបងប្អូនជួយ comment ម្នាក់មួយក្នុង comment យើងមកអ្នកទាំងអស់គ្នាអញ្ចឹងយើងមានតែរងចាំទស្សនាភាគទី23ទាំងអស់គ្នាទេណោះអញ្ចឹងសូមអរគុណសម្រាប់ការទស្សនាសូមអរគុណនិងសូមជម្រាបលា